អាមេរិកពន្យាពន្ធនាំចូលរថយន្តពីកាណាដានិងមិចស៊ិកហើយទិន្នន័យការងារក៏ធ្លាក់ចុះខណៈ Bitcoin ឡើងដល់ $92,000 តាមរបាយការណ៍ ADP ចេញផ្សាយកាលពីថ្ងៃទី 5 ខែមីនា ឆ្នាំ 2025 បង្ហាញថាការងារវិស័យឯកជននៅសហរដ្ឋអាមេរិកបានកើនឡើងត្រឹមតែ 77,000 កន្លែងប៉ុណ្ណោះកាលពីខែកុម្ភៈកន្លងទៅតួលេខនេះទាបជាងការរំពឹងទុករបស់អ្នកវិនិយោគដែលបានគិតថានឹងកើនឡើងដល់ 141,000 កន្លែងនេះជាការកើនឡើងតិចបំផុតចាប់តាំងពីខែកក្កដាឆ្នាំមុនមកលោក Nella Richardson ជាប្រធានសេដ្ឋវិទូនៃ ADP បាននិយាយថាបញ្ហានេះកើតឡើងដោយសារគោលនយោបាយអាមេរិកមិនច្បាស់លាស់ការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះនិងបញ្ហាក្រុមហ៊ុនបញ្ឈប់ជួលបុគ្គលិកផងដែរអ្នកវិនិយោគកំពុងតាមដានមើលថាតើធនាគារកណ្ដាលនឹងកាត់បន្ថយអត្រាការប្រាក់ដែរឬទេលោក Powell ប្រធានធនាគារកណ្ដាលបាននិយាយថាប្រសិនបើការងារធ្លាក់ចុះឬអតិផរណាធ្លាក់ចុះដល់ 2% លឿនជាងការរំពឹងទុករបស់ Fed អាចនឹងកាត់បន្ថយអត្រាការប្រាក់លោកប្រធានាធិបតីអាមេរិក Donald Trump បានសម្រេចពន្យាពេលក្នុងការដាក់ពន្ធលើរថយន្តនាំចូលពីកាណាដានិងមិចស៊ិករយៈពេល1ខែនិងកំពុងពិចារណាលើការបន្ធូរបន្ថយពន្ធបន្ថែមផងដែរបច្ចុប្បន្នកាណាដានិងមិចស៊ិកប្រកាសថាពួកគេមិនទទួលយកពន្ធណាមួយដែលអាមេរិកដាក់លើទំនិញរបស់ពួកគេទេការចរចារវាងប្រទេសទាំងនេះក៏អាចនឹងប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុបានផងដែរសន្ទុះភាគហ៊ុនសំខាន់ៗទាំងអស់បានកើនឡើងប៉ុន្តែតម្លៃ Bitcoin បែរជាធ្លាក់ចុះក្រោម $88,000 ក្រោយទិន្នន័យការងារ ADP ចេញមកក្រោយមកក៏បានងើបឡើងវិញឈានដល់ $91,700 ក្រោយការប្រកាសពន្យាពន្ធរថយន្តព័ត៌មានវិជ្ជមាននេះក៏ទទួលឥទ្ធិពលពីពាក្យចចាមអារ៉ាមថា Donald Trump អាចនឹងប្រកាសគាំទ្រ Bitcoin នៅក្នុងកិច្ចប្រជុំកំពូលគ្រីបតូនាពេលខាងមុខផងដែរ